So stay that off near the Knong video nick nhom the ye on P, Pip Cockney or Wing Cheran, Jimuinung, participle. Copy video one, nhom man mong hai nhận đọc này P Cheran đuôi một hỏi. Và chứng verb ing cứ vì chỉ Cheran, vì chỉ participle. Chứng và sân trên net off này ở toàn vô bị Cheran đấy net off này anh mở video được Knong channel bọc nhom bán cứ miền video mong hai nhom bị Cheran. Nhom xong một lực tích tha. Cái này cái giá sắp bằng time ingហើយគេយ៉ាសាប់ហ្នឹងវាដើរតួជា noun នៅក្នុងប្រយោគគឺវាគឺជាចរន្តហើយបាទអញ្ចឹងបើវាដើរតួជា noun គឺវាមានទីតាំងរបស់វាយើងអាចស្គាល់បានគឺវាអាចជា subject វាឈរនៅមុខមុខប្រយោគដើមប្រយោគឬក៏យើងនិយាយថានៅពីមុខគេយ៉ាសាប់ហើយវាអាចជា object របស់ verb គឺវាឈរបន្ទាប់ពីកិរិយាសព្ទមួយទៀតវាអាចជា object របស់ preposition វាឈរបន្ទាប់ពី preposition ហើយនឹងវាអាចជា subject complement វាឈរបន្ទាប់ពី verb to be បាទអញ្ចឹងខ្ញុំលើកឧទាហរណ៍ចំនួន4ដែលបង្ហាញអំពី gerund បាទអញ្ចឹងទី1គឺ dancing helps me get healthy អញ្ចឹងបងប្អូនអាចឃើញពាក្យ dancing ហ្នឹងវាឈរនៅមុខកិរិយាសព្ទ helps អញ្ចឹងវាគឺជា gerund វាជា noun មួយទៀត Sarah likes drawing អញ្ចឹង drawing ហ្នឹងក៏ជា gerund ដែរដែលវាឈរបន្ទាប់ពី verb វាជា object មួយទៀតគឺ the kid is interested in cooking អញ្ចឹង interested in cooking in ជា preposition អញ្ចឹង cooking គឺជា gerund ណាវាគឺជា noun ហើយឧទាហរណ៍ចុងក្រោយគឺ her favorite sport is skiing វាគឺជា noun វាជា subject complement វាឈរបន្ទាប់ពី verb to be បាទឧទាហរណ៍ទាំងអស់នេះគឺជាឧទាហរណ៍ដែលបង្ហាញអំពី verb ing ដើរតួជា noun ដែលយើងឲ្យឈ្មោះថា gerund អញ្ចឹងក្រៅពីនឹងបាទក្រៅពី verb ing ដែលដើរតួជា noun ហ្នឹងគឺវាគឺជា participle ហើយអញ្ចឹងភាពខុសគ្នារវាង participle ហើយនិង gerund គឺ gerund វាគឺជា noun វាដើរតួនាទីជា noun នៅក្នុងប្រយោគដែលមានទីតាំងដោយដែលខ្ញុំបានរៀបរាប់ខាងលើមិញហ្នឹងហើយក្រៅពីនឹងគឺវាគឺជា participle អញ្ចឹង participle វាអាចជា adjective adjective គឺវាអាចឈរបន្ទាប់ពី verb to be វាអាចឈរពីមុខ noun ឬក៏ជាគេហៅថា continuous tense បាទគឺជា verb ing ដែលវាជាកាលកំពុងបន្តវាអាចជា present past perfect ឬក៏ future continuous អញ្ចឹងខ្ញុំលើកឧទាហរណ៍ចំនួន4ដែរឧទាហរណ៍ទី1គឺ your house looks amazing អូខេអញ្ចឹងកន្លែងហ្នឹងពី amazing ហ្នឹងគឺជា verb ing ដែរប៉ុន្តែវាគឺជា adjective បាទគឺជា adjective អញ្ចឹងវាមិនមែនជា gerund ទេវាគឺជា participle បាទដោយសារតែវា modify ឲ្យ your house អូខេឧទាហរណ៍ទី2គឺ the man staying in my house is my cousin អញ្ចឹងអ្នកនរគ្នាឃើញមាន staying in my house អញ្ចឹង the man នេះបើយើងនិយាយទៅថាគេឲ្យឈ្មោះថា adjective clause ប៉ុន្តែគេកាត់បាទអញ្ចឹង staying ហ្នឹងគឺជា adjective បាទ staying in my house វា modify ឲ្យ the man អញ្ចឹងវាគឺជា adjective វាមិនមែនជា gerund ទេវាជា participle ឧទាហរណ៍ទី3គឺ Kate has been working here for hours អញ្ចឹងអានេះគឺជា present perfect continue អញ្ចឹងវាមិនមែនដើរតួជា noun ទេពេលហ្នឹង working ហ្នឹងគឺមិនមែនដើរតួជា noun ទេវាគឺជាកិរិយាសព្ទនៅក្នុងកាល present perfect continue ហើយឧទាហរណ៍ចុងក្រោយគឺ Mark is talking to your wife outside អញ្ចឹងនៅក្នុងហ្នឹងឃើញមានពាក្យ talking verb ing ដែរប៉ុន្តែវាមិនមែនជា gerund ទេដោយសារវាគឺជា present continuous បាទអញ្ចឹងសរុបមកវិញគឺ gerund ហើយនិង participle ហ្នឹងគឺជា verb ing ដូចគ្នាប៉ុន្តែខុសគ្នាត្រង់ថា gerund គឺវាដើរតួជា noun នៅក្នុងប្រយោគអញ្ចឹងក្រៅពីហ្នឹងគឺវាសុទ្ធតែជា participle អញ្ចឹង participle អាចជា adjective ឬក៏អាចជា continuous tense អញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយ